សូមគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីគោរពដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធីហងមាសព័ត៌មានពេលយប់សម្រាប់រាត្រីថ្ងៃច័ន្ទនេះចា៎បាទអរគុណថ្ងៃនេះគឺជាថ្ងៃដើមសប្តាហ៍ដែលយើងខ្ញុំទាំងពីរអ្នករួមនឹងក្រុមការងារបានវិលមកជួបអស់លោកអ្នកសាជាថ្មីហើយប្រម៉ែប្រមូលនៅព្រឹត្តិការណ៍ព័ត៌មានសំខាន់ជាច្រើនដើម្បីជម្រាបជូនដល់លោកអ្នកក្នុងនោះមានបញ្ហានយោបាយបញ្ហាសន្តិសុខសង្គមបញ្ហាការអភិវឌ្ឍផ្សេងដែលខ្ញុំសូមអនុញ្ញាតជម្រាបជាមាតិកាមួយចំនួនដូចជាករណីគ្រោះថ្នាក់ចរាចរណ៍គឺងូកមកភាំងគឺថាបើករថយន្តធ្លាក់បន្លាយចាក់ចោលផ្លែម្ទេសអញ្ចឹងផ្លែម្ទេសចាផ្លែម្ទេសហើយនាំឲ្យរងរបួសធ្ងន់ម្នាក់ហើយរឿងជាបន្តមកទៀតគឺបងប្អូនប្រជាប្រដ្ឋជាង200គ្រួសារនៅក្នុងស្រុកស្ទូងតវ៉ាឲ្យចុះតម្លៃអគ្គិសនីនៅត្រឹម800រៀលដោយបណ្ដាស្រុកផ្សេងទៀតបាទហើយព្រមនោះរឿងនាយកវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងរងការចោទប្រកាន់ថាយកតុកសិស្សទៅលក់ឲ្យសាលាឯកជនចាំមើលដូចការចោទប្រកាន់ឬក៏មិនដូចហើយជាបន្តមកពាក់ព័ន្ធទៅនឹងប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញឲ្យគេហៅថាអង្គការសង្គមស៊ីវិលឬក៏អង្គការចាត់តាំងនយោបាយគឺថាកុំចេញមុខការពារបុគ្គលម្នាក់ឬក៏ពីរនាក់ដែលប្រព្រឹត្តខុសហើយដែលនាំឲ្យប៉ះពាល់ដល់អង្គការចាត់តាំងនយោបាយបកនោះឬក៏សង្គមស៊ីវិលនោះជាដើមហើយជាបន្តមកពាក់ព័ន្ធរឿងស្នាមមេដៃដែលត្រូវធ្វើការពិនិត្យឬក៏កសលវិច័យហ្នឹងគឺអាយដាមនេតសវឿនអគ្គស្នងការនគរបាលជាតិលោកបានបើកកញ្ចប់ស្នាមមេដៃដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ថាតើពិតប្រាកដឬក៏យ៉ាងម៉េចដែរហើយយើងរងចាំមើលលទ្ធផលឥឡូវហ្នឹងកុំឲ្យនៅយូគឺថាខ្ញុំសូមបកគលភារកិច្ចនេះជូនទៅឌីណាជំរាបជូនរឿងទី1នៅក្នុងខណ្ឌ7អញ្ចឹងខណ្ឌ7មករាខណ្ឌមានជ័យចានៅឧត្តរមានជ័យខេត្តឧត្តរមានជ័យខ្ញុំស្មារតីភ្នំពេញបានតែខេត្តឧត្តរមានជ័យគឺថាករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែងូកមកផ្លែតទៅរថយន្តនោះស្រាប់តែធ្លាក់បន្លាយហើយចាក់ចោលផ្លែម្ទេសខ្ទេចហើយរបួសធ្ងន់ម្នាក់បាទសូមជើញកញ្ញាលោកបាត់ចុះបាទអរគុណនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះគឺបណ្ដាលឲ្យអ្នកបើកបររថយន្តគាត់របួសផ្នែកខាងឆ្វេងចាហើយគាត់បែកក្បាលហើយនឹងបាក់ដៃខាងស្ដាំចាហើយគ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោង 11:30 នាទីថ្ងៃទី 5 ខែមិថុនានៅចំណុចលើផ្លូវ highway នៃផ្លូវជាតិលេខ 67 ហួសផ្លូវបំបែកច្រមុះជ្រូក 200 ម៉ែត្រដែលស្ថិតនៅក្នុងភូមិលំតងថ្មីឃុំលំតងស្រុកអន្លង់វែងរថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងនេះគឺម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2W9581 បើកបរដោយឈ្មោះឆេងម៉ាប់ចាអាយុ32ឆ្នាំបើតាមសម្ដីរបស់អ្នករួមដំណើរជាមួយម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានឲ្យដឹងថានៅមុនពេលកាត់ហេតុរថយន្តបានដឹកម្ទេសពេញបើកបរចេញពីភូមិឈើខ្មៅឃុំនិងស្រុកកោះធំខេត្តកណ្ដាលធ្វើដំណើរមកលក់នៅក្នុងផ្សារព្រំដែនប្រទេសថៃតាមច្រកអន្តរជាតិចំសង្ងាំស្ថិតនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យលុះដល់ចំណុចកាត់ហេតុចាអ្នកបើកបររថយន្តនឹងគាត់ងងុយគេងហើយបានថ្មិចភ្នែកមួយផ្លែតទាំងរថយន្តកំពុងតែបើកលឿននៅលើដងផ្លូវផងក៏រេចង្កូតធ្លាក់ប្រឡាយចាហើយក៏បានក្រឡាប់ចាក់ចោលម្ទេសហើយនឹងរបួសអ្នកបើកបរតែម្ដងក្រោយកាត់ហេតុអ្នកបើកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងនិងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាបបន្តទៀតចំណែករថយន្តដែលរងការខូចខាតនោះចាបានន័យថារងការខូចខាតស្ទើរតែទាំងស្រុងចារថយន្តហើយចាក់ម្ទេសចោលចាតែចឹងទៅណាចាគាត់ល្ងួយគេងបិទភ្នែកមកផ្លែតែពេលកំពុងតែលបឿនរថយន្តកំពុងតែលឿនចារេចគាត់ក៏ធ្លាក់បន្លាយទៅតោះឥឡូវទៅរឿងគ្រោះថ្នាក់ចរាចរណ៍មួយទៀតគឺករណីរថយន្តក្លុកស៊ីម៉ង់បុកម៉ូតូរបួសធ្ងន់ម្នាក់ស្រាលម្នាក់រឿងនេះនៅក្នុងរាជធានីភ្នំពេញទេជូនទៅឌីណាបន្តចុះបាទចាអរគុណហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 3:30 នាទីរសៀលនេះនៅចំណុចមុខការដ្ឋានកន្លែងកាត់ហេតុតាមផ្លូវសបិតចាក្រម78ស្ថិតនៅក្នុងភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមុនប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកាត់ហេតុរថយន្តក្លុកស៊ីម៉ង់ពណ៌បៃតងចាប់ពាក់ស្លាកលេខភ្នំពេញ 5A0960 របស់ក្រុមហ៊ុន TPIPL បើកចេញពីក្រុមហ៊ុនក្នុងទិសដៅពីកាតូលិក
ហើយបត់ឆ្វេងដោយបួងចង្កូតលឿនពេកក៏ជ្រុលទៅបុកនឹងម៉ូតូ Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខ 1CT 4758 ដែលជិះគ្នា2នាក់តាមផ្លូវពីជើងទៅត្បូងក៏ត្រូវរថយន្តបុកម៉ូតូចូលក្រោមរថយន្តទាំងជនរងគ្រោះនិងម៉ូតូបណ្ដាលឲ្យអ្នកបើកម៉ូតូបាក់ជើងទាំងសងខាងចំណែកអ្នកអង្គុយក្រោយរងរបួសស្រាលក្រោយពេលកាត់ហេតុសមត្ថកិច្ចវាស់វែងខណ្ឌចំការមនបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កពីរថយន្តក្រឡុកស៊ីម៉ង់ចេញពីក្រុមហ៊ុនដឹកស៊ីម៉ង់យកទៅចាក់នៅការដ្ឋានហើយបត់អត់បានប្រយ័ត្នចាក៏ជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់ជាអ្នកបើកម៉ូតូនិងរបួសស្រាលអ្នកដែលអង្គុយនៅក្រោយសមត្ថកិច្ចបានចុះទៅវាស់វែងតែខាងតំណាងក្រុមហ៊ុនមិនឲ្យវាស់វែងទេដោយសារតែរថយន្តបង្កហើយនិងម៉ូតូនឹងគឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុនតែមួយទុកឲ្យគេចាត់ចែងខ្លួនឯងមិនចាំបាច់ពឹងសមត្ថកិច្ចទេរួចកម្លាំងជំនាញហើយនឹងប៉ុស្តិ៍ហ្នឹងក៏ត្រឡប់ទៅវិញទៅប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងដែនដីរបស់ក្រុមហ៊ុនគេឬក៏ខាងក្រៅលើផ្លូវសាធារណៈប៉ុន្តែរបួសនឹងធ្ងន់ឬក៏ស្រាលរបួសធ្ងន់ម្នាក់ស្រាលម្នាក់ធ្ងន់ម្នាក់ស្រាលម្នាក់ធ្ងន់នឹងកម្រិតណាឬតែធ្ងន់របៀបម៉េចវាសន្លប់មិនដឹងខ្លួនត្រូវយកទៅសង្គ្រោះនឹងមន្ទីរពេទ្យសងខាងបាក់ជើងទាំងសងខាងបាក់ជើងទាំងសងខាងនេះរបួសធ្ងន់នឹងឲ្យយកទៅពេទ្យហ្នឹងឯងឡានហ្នឹងឯងចាអូខេនេះបាក់ជើងទាំងសងខាងឥឡូវមិនដឹងធ្វើម៉េចទេបងសមត្ថកិច្ចគាត់ខ្ជិលរវល់នាំវាថាអញវាដូចអករណីមួយកាលមុនថាជីឡានកលាប់ខ្លួនឯងថាបែកកង់អាម៉េចឲ្យខ្ចាយវិជាអីមកព្រៀតហ្នឹងចាហើយមកថាឲ្យសមត្ថកិច្ចថាមិនវាស់មិនវែងទេអាហ្នឹងវាអត់មានប៉ះពាល់ដល់អ្នកដទៃអីទេចាគេលបួសគេរងគ្រោះខ្លួនឯងអាហ្នឹងមកឡែកមកឥឡូវមានពាក្យមានសម្ដីចឹងទៀតដែរប៉ុន្តែខ្ញុំសូមនិយាយអំពីបញ្ហាផ្លូវច្បាប់ទេជាគោលការណ៍ទូទៅគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេចែកចេញជា2ទី1វាជាគេហៅថាគ្រោះថ្នាក់ចរាចរណ៍ដែលមានកម្រិតហ្នឹងគឺថាការខូចខាតទាបបំផុតហើយការខូចខាតនោះវាមិនចូលទៅដល់គេហៅថាការទទួលខុសត្រូវព្រមមិនទាន់ទី2ការខូចខាតធ្ងន់ដែលចូលក្នុងករណីទទួលខុសត្រូវព្រមមិនទាន់ចា៎យើងមើលមកករណីគេហៅថាទី1សិនទី1មានន័យថាបែកកញ្ចក់ខូចខាតទ្រព្យសម្បត្តិឡាននឹងឡានបន្តិចបន្តួចណារបួសស្នាមបន្តិចបន្តួចរលាត់ដៃជើងបន្តិចបន្តួចអីនិយាយរួមបន្តិចបន្តួចបាទអាហ្នឹងគឺថាអាចភាគីទាំងពីរហ្នឹងគឺចរចាដោះស្រាយគ្នាដោយមិនចាំបាច់ឲ្យសមត្ថកិច្ចវាស់វែងក៏បានចា៎នឹងជាសិទ្ធិរបស់យើងហើយសមត្ថកិច្ចមកនោះគឺគាត់សម្រាប់សម្រួលចរាចរណ៍សម្ដាប់ធ្នាប់អីផ្សេងប៉ុន្តែគាត់វាស់វែងគាត់នៅតែមានសិទ្ធិវាស់វែងដើម្បីទុកជាតកតាំងគ្រាន់តែថាគាត់អត់មានសិទ្ធិដើម្បីទាញយកករណីហ្នឹងទៅដោះស្រាយហ្មងឯងទៅសម្របសម្រួលទៅកសាងសំណុំរឿងឯងគាត់អាចវាស់វែងបានជាសិទ្ធិរបស់គាត់អាហ្នឹងជាទូនទីរបស់គាត់ប៉ុន្តែករណីមួយទៀតទី2គឺករណីដែលចូលទៅជាគេហៅថាការទទួលខុសត្រូវព្រមមិនទាន់មានន័យថានាំឲ្យរបួសដែលមិនអាចបំពេញការងារចាប់ពីស្មើនឹង8ថ្ងៃឡើងលើទៅចា៎នោះហើយគឺជាសមត្ថកិច្ចរបស់នគរបាលដែលត្រូវកសាងសំណុំរឿងហើយបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការអញ្ចឹងយើងសួរសំណួរថាតើបាក់ជើងទាំងពីរស្អែកឡើងជាវិញតើធ្វើការធម្មតាបានអត់ហើយយើងសម័យមើលថាតើ8ថ្ងៃយើងអាចជាវិញបានអត់ជាទេមិនអត់ទេបាក់ជើងអាហ្នឹងហើយបើសិនជា8ថ្ងៃមិនជាវិញដើរធ្វើការធម្មតាទេគឺជាសមត្ថកិច្ចរបស់នគរបាលដែលត្រូវតែធ្វើកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអត់មានបុគ្គលណាមកនិយាយថាមិនបាច់មកវាស់វែងទេតែគ្នាគេទេកុំមកញ៉ៃញ៉ៃអត់មានគ្នាគេគ្នាយើងទេរឿងនៅណាបុកណាគឺថាច្បាប់គេថាជនណាបើកបបណ្ដាលឲ្យអ្នកដទៃរបួសណាចុចខានចេះទៅអាហ្នឹងគឺត្រូវជាប់ពន្ធនាគារប៉ុណ្ណេះពីនេះប៉ុណ្ណេះបាទអាហ្នឹងចឹងណាបាទអរគុណចុះក្នុងករណីដែលថាបើសិនជាភាគីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់ថាដូចជាក្នុងករណីនេះអញ្ចឹងគាត់ថាអត់ចាំបាច់ពឹងពាក់សមត្ថកិច្ចទេដោយសារតែជាបុគ្គលិកនៅក្នុងក្រុមហ៊ុនតែមួយដល់ពេលសមត្ថកិច្ចគាត់ត្រឡប់ទៅវិញអញ្ចឹងសួរថាតើរឿងហ្នឹងនឹងត្រូវបញ្ចប់ត្រឹមហ្នឹងឬក៏គ្រាន់តែសមត្ថកិច្ចគាត់ទៅដើម្បីរៀបចំសំណុំរឿងបន្តទៀតចា៎ខ្ញុំមិនដឹងដែរគាត់តើឲ្យសមត្ថកិច្ចអ្នកឆ្លើយព្រោះគាត់អ្នកទទួលខុសត្រូវណាប៉ុន្តែបើគាត់ទៅវិញហើយគាត់ប្រហែលជាមិនកសាងសំណុំរឿងទេមិនទៅនោះពីព្រោះបើគាត់ត្រូវកសាងសំណុំរឿងទៅហ្មងគាត់នឹងវាស់វែងដើម្បីឲ្យដឹងហើយយកកំណត់ហេតុកន្លែងកើតហេតុណាបុកណាបុកណីណាកន្លែងណាកន្លែងកើតហេតុកន្លែងណាស្អីទាំងអស់ហើយចាចុះបើមិនកសាងខ្ញុំបើមិនអត់មិនចប់ប៉ុន្តែខ្ញុំក៏សង្កត់ធ្ងន់ថាយើងទៅនិយាយអញ្ចឹងវាមិនកើតទេហើយសមាជិកពេលខ្លះគ្នាក៏ខ្ជិលរវល់អីច្រើននាំញ៉ៃឃើញគេក្រុមហ៊ុនគេប៉ុណ្ណាណីផងវាមកបាក់គ្នាអញ្ចឹងគ្នានេះសាក់1សាក់2ឃើញគេថាអញ្ចឹងប្រយបងជាទន្សាយបាទ
bạn nên cùng thay nhật phê bọn ơi anh nít smart cách phong pil dương thử cá dương rô ký pil dương tròn ruồi luôn dương tha cầm ao kia mà lục đây lục chướng nó có bả đấy nè dương chỉ ở smart tròn cái miền cà pia nè sạ mui hay từ vay và ha nè cái bây thế ở đấy dương chỉ smart tròn ấy ta smart cách khó của ông có tha khó đây lấy chọn thầm đăng cho chun từ khán đi na và to tiếp này bom ôn và chia prot dương pi rồi cruzaในក្នុងស្រុកស្ទូងតវ៉ាឲ្យបញ្ចុះតម្លៃអគិសនីឲ្យបាននៅត្រឹម800រៀលក្នុង1គីឡូដូចស្រុកផ្សេងអញ្ចឹងតែមើលតើឯកជនឬក៏រដ្ឋណាDC ឬក៏ឯកជនបាទសូមជើញចាអរគុណនៅព្រឹកថ្ងៃទី6ខែមិថុនានេះប្រជាពលរដ្ឋជាង200គ្រួសារមកពីភូមិចំនួន7នៅក្នុងស្រុកស្ទូងចាសំទោសរស់នៅក្នុងឃុំកំពង់ចិនត្បូងស្រុកស្ទូងបានធ្វើការតវ៉ាទាមទារឲ្យម្ចាស់គ្រប់គ្រងអគ្គិសនីនៅក្នុងស្រុកស្ទូងបញ្ចុះតម្លៃពី1500រៀលមកនៅត្រឹម800រៀលឲ្យដូចតាមបណ្ដាស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ធំប្រជាពលរដ្ឋបន្តថាប្រជាពលរដ្ឋនៅស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ធំតម្លៃភ្លើងគេគឺត្រឹមតែ800រៀលទេនៅក្នុង1គីឡូវ៉ាត់ម៉ោងចំណែកនៅស្រុកស្ទូងគឺក្នុងតម្លៃ1500រៀលហើយកុងទ័រភ្លើងវិញគឺដើរលឿនខុសធម្មតាទ្វេ1ជា2បណ្ដាលឲ្យភ្លើងនឹងដាច់មួយថ្ងៃ5ទៅ8ដងដូច7អញ្ចឹងលោកជុំយេនចាជំទប់ទី1ឃុំកំពង់ចិនត្បូងស្រុកស្ទូងបានឲ្យដឹងថាប្រជាពលរដ្ឋជាង90%ចានៅក្នុងស្រុកស្ទូងបានត្អូញត្អែយ៉ាងខ្លាំងនឹងរិះគន់ចំពោះអាជ្ញាធរអគ្គិសនីនិងអាជ្ញាធរខេត្តដែលបានឲ្យត្រូវកែភ្លើងយកតម្លៃខ្ពស់កប់ពពកមិនសូវបានគិតគូរអំពីការលំបាកហើយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះពួកគាត់បានស្នើឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីអគ្គិសនីកម្ពុជាជួយពន្យាការដោះស្រាយអំពីបញ្ហានេះផងពាក់ព័ន្ធចំពោះការចោទប្រកាន់នេះលោកអ៊ូហុងសិនចាអ្នកគ្រប់គ្រងអគ្គិសនីនៅក្នុងស្រុកស្ទូងបានឲ្យដឹងថាករណីនេះក្រុមហ៊ុនលោកពិតជាបានយកតម្លៃភ្លើងចំនួន1500រៀលក្នុង1គីឡូវ៉ាត់ម៉ោងមែនតែតម្លៃនេះអគ្គិសនីកម្ពុជាបានកំណត់ឲ្យយកព្រោះតំបន់លោកនៅចុងបណ្ដាញចាហើយចង់ឲ្យច្បាស់ជាងនេះគឺសុំសួរទៅខាងមន្ទីរហើយនឹងអភិបាលខេត្តចុះឯកឧត្តមគង់វិមានអភិបាលរងចាលោកចាអភិបាលរងចារងខេត្តកំពង់ធំចាត្រូវហើយចាលោកគង់វិមានអភិបាលរងខេត្តនឹងជាអ្នកនាំពាក្យរបស់សាលាខេត្តកំពង់ធំបានឆ្លើយតបថាករណីអគ្គិសនីមិនទាន់ចុះតម្លៃគឺមិនមែននៅតែត្រឹមស្រុកស្ទូងមួយទេគឺមានស្រុកមួយចំនួនទៀតក៏គេអត់ទាន់បញ្ចុះតម្លៃដែរប៉ុន្តែការបញ្ចុះតម្លៃគឺខាងអគ្គិសនីជាអ្នកកំណត់ដោយគណនាទៅតាមខ្សែបណ្ដាញបញ្ជូនចិត្តឬក៏ឆ្ងាយនិងរយៈពេលនៃការបញ្ចុះទៅតាមផែនការជាបន្តបន្ទាប់ហើយករណីនៅស្រុកស្ទូងនេះអាជ្ញាធរខេត្តធ្លាប់បានជួយប្រជាពលរដ្ឋជាច្រើនដងមកហើយគឺតាំងពីតម្លៃភ្លើង3000រៀលមកនៅត្រឹម1000រៀលចាស់សំទោសមកនៅត្រឹម1500រៀលនៅក្នុង1គីឡូវ៉ាត់ម៉ោងចំណែកនៅស្រុកបាធាយស្រុកសន្ទុកក្រុងស្ទឹងសែនក៏បានបញ្ចុះតម្លៃមកនៅត្រឹម800រៀលមុនគេដោយផ្អែកទៅតាមផែនការវិនិយោគរបស់ក្រុមហ៊ុនរំលោះទុនហើយការងារនេះខាងអាជ្ញាធរអគ្គិសនីនិង EDC បានរៀបចំចាត់ចែងរួចហើយទោះបីជាមានការយឺតយ៉ាវយ៉ាងណាក្តីអាជ្ញាធរខេត្តគឺមិននៅស្ងៀមនោះទេចាអរគុណណាស់អញ្ចឹងយើងតទៅទៀតណាចាតទៅទៀតគឺសូមអនុញ្ញាតចូលទៅរឿងនៅក្នុងរាជធានីភ្នំពេញនេះវិញគឺនាយកវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងលោកនាយកហើយរកការចោទប្រកាន់ថាយកតុកសិស្សនឹងទៅលក់ឲ្យសាលាឯកជនចាំមើលរឿងនឹងយ៉ាងម៉េចហើយលោកនាយកវិទ្យាល័យលោកបកស្រាយឆ្លើយតបបែបណាចំពោះការលើកឡើងរបស់ហៅថាមហាជនជាពិសេសគឺចេញពីក្នុងសាលានឹងមកណាបាទអរគុណប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លាបានចោទប្រកាន់ទៅលោកនាយកវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិទឹកថ្លាថាបានខុបខិតគ្នាយកតុអង្គុយរបស់កូនសិស្សរៀនដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកជំទាវលក់ឲ្យខាងសាលាឯកជនចាប់បាននេះថាសាលាបង្រៀនគួរដែលនៅខាងក្រោយវិទ្យាល័យខាងលើដោយតុកឈើភាគច្រើនត្រូវបានអ្នកទិញយកទៅបាញ់ថ្នាំចាន់លុបអក្សរដែលសរសេរថាអំណោយសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះលោកភោគផលបុនចាដែលជានាយកវិទ្យាល័យបានប្រាប់ថាចាប់ផលបុនចាប់ភោគផលបុនឈ្មោះពុយចាខ្ញុំវាខ្សែលឺអញ្ចឹងគាត់ថាការករណីនេះគឺវាអត់ពិតទេហើយបើសិនជាដោយសម្ដីប្រជាពលរដ្ឋបានចោទប្រកាន់មែនគឺជាទូនាទីរបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលាជាអ្នកដែលគាត់ប្តឹងទៅក្រសួងចាមិនមែនប្រជាពលរដ្ឋគាត់មកកាត់ប្តឹងមុននោះទេចាហើយលោកបន្តថាតាមរឿងចាតាមពិតគឺរឿងតុកឈើដែលប្រជាពលរដ្ឋឃើញនៅតាមសាលាឯកជននានានោះគឺវាមានមែនចាមានមែនប៉ុន្តែ
តែការលក់ឬក៏មិនលក់គឺតាំងពីឆ្នាំ2009ចំនួនលោកនាយកសែមសវុតមកម្លេះចាហើយលោកទៅតែមកកាន់បន្តការពីថ្ងៃទី28ខែមិថុនាឆ្នាំ2010នេះទេដូច្នេះរឿងនេះគាត់អត់បានគាត់ថាគាត់អត់បានដឹងទេចាពួកអីចាគាត់ដឹងទេពួកអីគាត់មកកាន់តាមឆ្នាំ2010ទេចាយើងនឹងគេយូរពេកហើយណាដឹងបាទប៉ុន្តែខ្ញុំចង់និយាយចេះមួយខ្ញុំមិនទៅឆ្លោយឆ្លងអីជាមួយលោកយួរគ្រាន់តែចង់បញ្ជាក់ជាសាធារណៈជាទូទៅថាប្រជាប្រដ្ឋទាំងអស់គ្នាហ្នឹងគឺថាមានសិទ្ធិនៅក្នុងការប្តឹងបរិហាហ្នឹងមិនមានន័យថាពាក្យបរិហាគេទេណាគឺប្តឹងទៅសមត្ថកិច្ចណានៅរាល់អ្វីដែលខ្លួនមើលឃើញថាមិនប្រក្រតីវាទៅជារឿងបត់ល្មើសអីកើតឡើងជាដើមចា៎បាទប្រជាប្រដ្ឋទូទៅគឺមានសិទ្ធិប្តឹងព្រោះអាហ្នឹងនៅក្នុងរដ្ឋធម្មនុញ្ញដូចជាមាត្រា30ប្រមាណខ្ញុំភ្លេចទៅ36 30អីមិនដឹងណាគេបើកសិទ្ធិឲ្យអញ្ចឹងមានបណ្ដឹងបរិហាមានបណ្ដឹងតវ៉ាផ្សេងហ្នឹងគឺគេបើកសិទ្ធិអញ្ចឹងអាហ្នឹងគេហៅថាបណ្ដឹងបរិហាបានន័យថាវាមិនមែនជារឿងដែលយើងរងគ្រោះទេប៉ុន្តែវាគឺជារឿងសាធារណៈទូទៅប៉ុន្តែយើងដឹងគឺយើងប្តឹងបានមានសិទ្ធិទាំងបាទហើយអញ្ចឹងគឺយើងអាចទៅហាមគាត់តែហេប្រជាប្រដ្ឋប្តឹងគឺអត់ទទួលបណ្ដឹងទេតើលោកគ្រូក្នុងសាលាហ្នឹងបានទទួលបណ្ដឹងមិនមែនទេអត់បានទេត្រូវទៅទទួលបាទហើយស៊ើបអង្កេតគាត់ថាចេះគាត់ប្រហែលជាគាត់ចង់និយាយថាបើសិនជានាយកហ្នឹងគាត់លក់តុកហ្នឹងមែនណាមិនមែនប្រជាប្រដ្ឋដឹងមុនគ្រូក្នុងសាលាទេគឺគ្រូដែលបរៀនហ្នឹងបុគ្គលិកដែលបរៀននៅក្នុងសាលាហ្នឹងដឹងមុនហើយមិនមែនចាំបាច់ដល់ប្រជាប្រដ្ឋទៅប្តឹងមុនទេគ្រូនេះប្តឹងមុនគាត់ទៀតគាត់ចង់និយាយចឹងមិនដែរបាទនៃគាត់ប៉ុន្តែខ្ញុំចង់វែកថាច្បាស់ទេបាទហើយវាតាំងពី2009មកអាហ្នឹងវាសមហេតុសមផលដែលគាត់បកស្រាយបើ2009មែនបន្ទោសគាត់មិនកើតគាត់ដឹងនៅណាស្រួលរៀនបាក់ឌុបជាមួយខ្ញុំទៀតថាលេងបាទអរគុណណាលោកគ្រូណាអរគុណបងប្អូនដែលបានជឿឆ្អាលចឹងខ្ញុំសរសើរហើយយើងស៊ើបអង្កេតមើលតទៀតទៅពិតអាហ្នឹងគឺថាចាំតាមដានការស៊ើបអង្កេតឥឡូវយើងចូលរឿងមួយទៀតនៅក្នុងរាជធានីភ្នំពេញដែរគឺថាបាញ់ពីគ្រាប់បាទបាក់ផ្លូវអូមិនមែនបាក់ផ្លូវទេម្ចាស់ត្រូវហើយម្ចាស់បាក់ផ្លូវហើយអាចោលនោះយកម៉ូតូទៅបាត់អូយស្មាបាញ់បោះគ្នាមិញអត់ទេចោលបាញ់ដើម្បីយកម៉ូតូគេអាកំហូចដោយសារម្ចាស់ម៉ូតូហ្នឹងគាត់យកសោរត់ទៅចាពេលឲ្យឈប់ហ្នឹងណាចាអូយកសោរត់ចោលម៉ូតូចាចង់នោះបាញ់បណ្ដោយបាញ់បាក់ផ្លូវចាហើយយកម៉ូតូទៅបានសម្រេចទៅខាងណាចេះមើលខាងណាបងមើលប្រធានខាងពោធិ៍សែនជ័យអូពោធិ៍សែនជ័យបណ្ដោយតោះយើងអញ្ចឹងហេតុការណ៍នេះគឺបានកាត់ឡើងការពីពេលទៀបភ្លឺម៉ោង4ចានៅថ្ងៃទី6ខែមិថុនាស្ថិតនៅតាមផ្លូវជាតិលេខ3ភូមិព្រៃកំបុតសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream គ្នា2នាក់ចាបើកបរដោយឈ្មោះសុកសេរីជាតាហៅបឿភេទប្រុសអាយុ18ឆ្នាំរងរបួសបាក់ផ្លូវខាងឆ្វេងហើយរួមដំណើរដោយឈ្មោះសែមវិសាលភេទប្រុសអាយុ23ឆ្នាំអ្នកទាំងពីរមានទីលំនៅនៅភូមិដើមរឹសឃុំដើមរឹសស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលចំណែកជនសង្ស័យត្រូវបានជនរងគ្រោះអះអាងថាមានគ្នា3នាក់ជិះម៉ូតូមួយគ្រឿង SL ពណ៌ទឹកប្រាក់មិនចាំស្លាកលេខប្រដាប់ទៅដោយកាំភ្លើងខ្លីមួយដើមបើតាមជនរងគ្រោះបានឲ្យដឹងថាមុនពេលកាត់ហេតុជនរងគ្រោះមានគ្នា3នាក់ចាជិះម៉ូតូ2គ្រឿងចាគឺទី1C125 ជិះគ្នា2នាក់ហើយនឹងម៉ូតូ Suzuki LED ជិះម្នាក់ឯងនាំគ្នាចេញពីភូមិដើមរឹសគោលបំណងទៅលេងបងប្អូននៅភូមិព្រៃទាហើយគាត់បានជិះតាមផ្លូវជាតិលេខ3ពីត្បូងទៅជើងហើយមកដល់ចំណុចកាត់ហេតុហ្នឹងម៉ូតូ LED គេបានជិះទៅមុនបាត់ទៅនៅតែម៉ូតូ Honda Dream ទេដែលតាមពីក្រោយហើយក៏ត្រូវបានជនសង្ស័យ3នាក់ជិះម៉ូតូ SL តាមមកពីក្រោយចាដល់ទន្ទឹមចាដល់ពេលជិះមកទន្ទឹមទៅក៏ដកកាំភ្លើងភ្ជុំគំរាមឲ្យឈប់ពេលនោះជនរងគ្រោះឈប់ម៉ូតូចាគាត់ឈប់ហើយគាត់ក៏បានដកកូនសោររត់ត្រូវបានជនល្មើសបាញ់ចំនួន2គ្រាប់ត្រូវចំផ្លូវឆ្វេងរបស់ជនរងគ្រោះឈ្មោះសុកសេរីជាតាដែលជាអ្នកបើកបរម៉ូតូចំណែកឈ្មោះសែមវិសារត់គេចផុតមិនមានរងរបួសឡើយក្រោយពីជនល្មើសបាញ់ឲ្យជនរងគ្រោះបាក់ផ្លូវហើយក៏បានជិះម៉ូតូគេចខ្លួនបាត់អស់ក្រោយកាត់ហេតុជនរងគ្រោះត្រូវបានបងប្អូនហៅរថយន្តសង្គ្រោះរបស់អង្គភាព711ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈចំណែកឯជនរងគ្រោះម្នាក់ទៀតរួមជាមួយសាច់ញាតិបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចំចៅដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាមក4ទៀបភ្លឺចាអញ្ចឹងគឺថាប្របាក់ដែរយើងបើកបរយកប្រលប់អញ្ចឹងគឺថាអំណោយផលដល់ចៅហើយបាទគឺថាសមត្ថកិច្ចមិនអាចដាក់ហៅថាកម្លាំងគ្រប់ម៉ោងគ្រប់ពេលបានទេប៉ុន្តែក្នុងនោះក៏ខ្ញុំធ្លាប់ឃើញដែរណាធ្លាប់ឃើញខាងអាវុធហត្ថធ្លាប់ឃើញខាងនគរបាលជំនាញគាត់ឧស្សាហ៍ល្បាតដែរប៉ុន្តែទោះបីជាល្បាតយ៉ាងម៉េចក៏ដោយក៏វាមិនអាចសពបានដែរអាត្មានឹងអាត្មាគ្នាគេងគ្នាពួនគ្នាដេក
ហើយយើងអត់ដេកអានឹងចោលនៅអត់ដេកដែរត្រូវគ្នាហ្មង ចា បាទអញ្ចឹងគឺថាប្រុងប្រយ័ត្នគឺថាมันអាចបង្កៅថាមានកិច្ចការពារនឹងគឺថាគ្រប់ម៉ោងគ្រប់ពេលបានទេតើយើងនឹងចូលរួមប្រយ័ត្នដូចគ្នាដែរអរគុណណាស់ឥឡូវយើងទៅមុខទៀត ចាមួយ គឺពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋលោកចាញ់បោកក្រុមហ៊ុនEBC ចា ចាញ់បោកក្រុមហ៊ុនជាក្រុមហ៊ុននោះធ្លាប់ធ្វើការបកស្រាយច្រើនណាម៉ោងពេលព្រឹកបាទហើយឥឡូវនេះបងប្អូនមកដាក់ពាក្យនៅក្រសួងមហាផ្ទៃអូបាទសូមអញ្ជើញចឹង ចាបងប្អូនប្រជាពលរដ្ឋប្រមាណជា50នាក់តំណាងឲ្យ39គ្រួសារដែលជាជនរងគ្រោះចាញ់បោកក្រុមហ៊ុន EBC បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃនៅអគ្គស្នងការនគរបាលជាតិដើម្បីសុំឲ្យសម្ដេចក្រឡាហោមសខេងជួយអន្តរាគមន៍ដែលខ្លួនបានចាញ់បោកលុយប្រជាពលរដ្ឋចាបានន័យថាក្រុមហ៊ុនហ្នឹងគាត់បោកលុយប្រជាពលរដ្ឋទាំងខេត្តនិងក្រុងភ្នំពេញជាង43លានសំទោស$43,000សហរដ្ឋអាមេរិកកាលពីម៉ោង 9:50 នាទីព្រឹកថ្ងៃទី 6 ខែមិថុនានៅមុខអគារគ្មានលេខតាមផ្លូវព្រះនរោត្តមក្រុម64ស្ថិតនៅក្នុងភូមិ 13 សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនលោកស្រីចាសួនសុកលៀងអាយុ44ឆ្នាំស្នាក់នៅភូមិបូរីឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំបានប្រាប់ថាគាត់គឺជាអតិថិជនរបស់ធនាគារ EBC ដែលបានដាក់ប្រាក់ចា$15,500សហរដ្ឋអាមេរិកដោយក្រុមហ៊ុនបានឲ្យកម្រៃក្នុងមួយខែ 10% ចាហើយគាត់បានដាក់តាំងពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2014 ហើយបានប្រាក់តែមួយខែដំបូងទេចាមួយខែដំបូងទេក្រោយមកក៏បាត់រហូតរួចក្រុមហ៊ុនបានវិចលុយយកទៅបាត់រួចហើយក៏បានធ្វើពាក្យបណ្ដឹងក្នុងម្នាក់មួយច្បាប់ស្របនឹងចាម្នាក់មួយច្បាប់ហើយ39គ្រួសារបានមកដាក់ចាគាត់បានមកដាក់ពាក្យបណ្ដឹងជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីឲ្យជួយអន្តរាគមន៍ចាហើយប្រភពដដែលបន្តទៀតថាពេលដែលមកដាក់ពាក្យបណ្ដឹងនេះដោយជឿជាក់លើក្រុមហ៊ុននេះដោយមានឯកសារបញ្ជាក់ពីក្រសួងមហាផ្ទៃនិងក្រសួងបញ្ជីពាណិជ្ជកម្មនិងឯកសារផ្សេងទៀតដែលហើយក៏ក្រុមហ៊ុនមកគាត់ថាបង្ហាញពីការស្នាក់នៅក្រៅបរទេសផងហើយបានធ្វើកុងត្រាត្រឹមមួយអាណត្តិតែ18ខែទេរួចបើបងប្អូនអតិថិជនចង់បន្តទៀតក៏ធ្វើបំពេញបែបបត់ម្ដងទៀតនឹងចេញថ្លៃបំពេញឯកសារទើបម្នាក់ហ្នឹងចាញ់បោកអស់លុយជាច្រើនទាំងនៅបណ្ដាខេត្តហើយនិងនៅក្រុងភ្នំពេញសូមបញ្ជាក់ថាប្រជាពលរដ្ឋដែលរងគ្រោះមានទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តដូចជាកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងសៀមរាបកំពង់ឆ្នាំងចាកំពង់ធំបន្ទាយមានជ័យកណ្ដាលដែលសរុបជាទឹកប្រាក់ហ្នឹង$43,300អាមេរិកហើយជនរងគ្រោះទាំងអស់បានមកដាក់ពាក្យបណ្ដឹងសារជាថ្មីដើម្បីសុំឲ្យសម្ដេចក្រឡាហោមសខេងជួយអន្តរាគមន៍ផងដែរចាបាទហ្នឹងមិនក៏មកដល់ក្រសួងមហាផ្ទៃខ្ញុំអត់យល់ដែរពីកន្លែងគាត់ដាក់ក្រសួងមហាផ្ទៃមួយទី2ទៅខាងស្នងការនគរបាលជាតិចាក្រុមហ៊ុនហ្នឹងវាតតែបើខ្ញុំយល់តតែបើកជាគេហៅថាជាសមាគមឬក៏ជាអង្គការបានមកចូលដល់ក្រសួងមហាផ្ទៃកើតបាននេះសុំច្បាប់ចាបាទហើយបើយើងបើកជាក្រុមហ៊ុនវាតទៅក្រសួងពាណិជ្ជកម្មមិនអញ្ចឹងបាទវាមានបែងចែកសមត្ថកិច្ចគ្នាអញ្ចឹងបើជា